ស្អីគេ7អស្ចារ្យមែនពិតជាអស្ចារ្យខ្លាំងណាស់0ឲ្យទល់នឹង7ពិតជា0ឲ្យទល់នឹង7មែនបងស៊ីឈ្នះហើយបងពិតជាខ្លាំងពូកែណាស់មិនក៏អាចទៅរួចទៅយ៉ាងមិនដែរមាននិយាយថាគាត់ទើបតែភ្នាល់ថាបើគាត់ចាញ់ត្រូវហៅថាមិនទៅហៅថាលោកតាហៅទៅអ៊ីងាពេលនេះលទ្ធផលនៃការប្រកួតនេះគឺលូហ៊ូគាត់ដឹងតាំងពីមុនមកម្លេះហេចិត្តខ្លាយជាបោកហើយការភ្នាល់ទាំងអស់នេះសុទ្ធតែបោកលោកមេនេះគឺជាការផ្សាយផ្ទាល់យ៉ាងច្បាស់បើកទូរទស្សន៍មើលទៅមិនបានជាអ្នកអមរគុណអីចឹងគឺថាលោកមេនេះមិនចេះយល់ហេតុផលសោះត្រូវហើយយើងទាំងអស់គ្នាជាសាក្សីបើកទូរទស្សន៍ភ្លាមទៅមើលទូរទស្សន៍អីទៀតហើយចង់មើលទៅផ្ទះមើលខ្លួនឯងទៅចេញទៅកុំមកពន្យាពេលរកស៊ីរបស់ខ្ញុំនៅទីចេញទៅលោកថៅកែចង់ធ្វើមនុស្សកេងប្រវ័ញ្ចយឺលេបបានឈ្នះរបស់ខ្ញុំមនុស្សច្រើនណាស់កំពុងមើលការធ្វើបែបនេះគឺខុសនឹងច្បាប់ហើយណែជីតែឯងដឹងទេថានេះជាកន្លែងអ្វីនេះជាក្រុមហ៊ុនបុតសម្ព័ន្ធរបស់ក្រុមហ៊ុនជីនឌីងខ្ញុំណែនាំឲ្យឯងចេញទៅឲ្យលឿនទៅកុំបង្កបញ្ហានៅទីនេះបើមិនដូច្នោះទេឯងនឹងរងផលវិបាកធ្ងន់ធ្ងរក្រុមហ៊ុនជីនឌីងក្រុមហ៊ុនរបស់ស៊ីឈឿនយីវហឺឯងមិនអាចសម្រេចចិត្តរឿងនេះបានទេក្មេងឯងមិនមែនចង់ថាលោកសៀក៏ត្រូវតែស្ដាប់ឯងដែរទេអាហោឯងនិយាយត្រូវហើយខ្ញុំជាអ្នកមានគុណសង្គ្រោះជីវិតសាឈៀនវីបើគាត់ដឹងរឿងនេះថាឯងហ៊ានធ្វើឲ្យខ្ញុំរងរបួសឯងនឹងគ្មានថ្ងៃល្អទេហាឈប់ទៅកុំយល់សប្តិទៀតអីលោកសៀមិននឹងអាចស្គាល់មនុស្សដូចឯងបានមិនក៏អាចមកជួយការពារឯងទៅរួចត្រូវហើយចេញទៅភ្លាមចេញទៅអ្នកចង់ឲ្យអ្នកណាចេញទៅមើលតើអ្នកណាដែលកំពុងតែបំផ្លាញកេរ្តិ៍ឈ្មោះក្រុមហ៊ុនជីនឌីងរបស់ពួកយើងអាយ៉ាលោកស្រីសៀហេតុអ្វីលោកស្រីមកទីនេះបុគ្គលិកក្រុមហ៊ុនជីនឌីងរបស់យើងខ្លាចជាចោរតាំងពីពេលណាអាយ៉ាលោកស្រីសៀលោកយល់ច្រឡំហើយគឺអាមួយនេះឯងវាបានបង្កបញ្ហាដល់ចិត្តនាងនៅទីនេះវាគ្រាន់តែជាអ្នកដឹកជញ្ជូនអាហារម្នាក់ប៉ុណ្ណោះមិនដឹងថាវាប្រើល្បិចអ្វីដើម្បីបោកលុយ5លានពីទីនេះបានទេខ្ញុំសង្ស័យថាវាប្រើល្បិចដើម្បីបោកលុយក្រុមហ៊ុនយើងដល់ចិត្តណាតើអ្នកមានភស្តុតាងទេភស្តុតាងគឺគ្មានទេរឿងដែលគ្មានភស្តុតាងអ្នកហ៊ានតែសន្និដ្ឋានក្រុមហ៊ុនយើងមិនត្រូវការបុគ្គលិកដែលប្រើអំណាចគំរាមអ្នកដទៃដូចអ្នកទេហេអ្នកត្រូវបានបណ្ដេញចេញហើយសូមទៅផ្នែកហិរញ្ញវត្ថុដើម្បីទូទាត់ប្រាក់ខែភ្លាមទៅហើយប្រញាប់ចេញទៅឥឡូវនេះលោកអគ្គនាយកសៀឲ្យលោកកំពុងរកខ្ញុំមែនទេលោកអគ្គនាយកសៀខ្ញុំមិនដឹងទេលោកអគ្គនាយកសៀលោកវ៉ាងសូមអភ័យទោសនេះជាកំហុសនៃការគ្រប់គ្រងរបស់ក្រុមហ៊ុនយើងដែលបណ្ដាលឲ្យលោកត្រូវគេចោទប្រកាន់ដោយអយុត្តិធម៌លោកអគ្គនាយកសៀអ្នកមិនមែនជាមកទីនេះដោយមានគោលបំណងអ្វីទេមែនទេត្រូវហើយខ្ញុំមកទីនេះដោយចិត្តណាដើម្បីសុំទោសចំពោះភាពគ្មានសុជីវធម៌កាលពីពេលមុនគឺដោយសារតែអ្នកបានដាស់តឿនខ្ញុំបើមិនដូច្នោះទេខ្ញុំប្រហែលជាលងទឹកស្លាប់បាត់ទៅហើយនេះជាប្រាក់10លាន5លានគឺជារង្វាន់ឆ្នោតដែលអ្នកបានឈ្នះ5លានដែលនៅសល់គឺជាថ្លៃសគុណដែលខ្ញុំជូនអ្នកមកយកមួយនេះទៅខ្ញុំនិយាយអ្វីគឺធ្វើនឹងពេលក្រោយអ្នកអាចជួលផ្ទះធំបានហើយ5លានអាចទិញវីឡាបានហើយលោករាល់បញ្ហាដែលពាក់ព័ន្ធនឹងកិច្ចប្រជុំនេះខ្ញុំបានត្រៀមរួចរាល់ហើយតើយើងត្រូវបន្តតាមផែនការទេគ្រាន់តែបន្តតាមផែនការទៅយល់ពមលោកប្រធានសៀពេលអ្នកត្រឡប់ទៅវិញត្រូវប្រាកដថាមិនត្រូវឆ្លងកាត់ផ្លូវឈុនសាននោះទេហេតុអ្វីព្រោះតែនៅផ្លូវឈុនសាននឹងមានរថយន្តដឹកទំនិញធំមួយដាច់ហ្វ្រាំងដល់ពេលនោះអូសុំទោសអាឡូអូខ្ញុំភ្លេចហើយសុំទោសខ្ញុំនឹងមកជួបណាត់ជួបភ្លាមលោកសៀត្រូវចាំណាប្រាកដជាកុំដើរតាមផ្លូវព្រៃជ្រៅពេកចាំហើយណាដៃគូណាត់ជួបរបស់ខ្ញុំប្រហែលជាគាត់ហើយអ្នកធ្វើបានល្អជាងនេះទៅទៀតសួស្ដីបងស្រីស្អាតខ្ញុំត្រូវបានបងប្រុសចាំងណែនាំមកខ្ញុំឈ្មោះវ៉ាងស៊ូហេតុអ្វីបានជាត្រូវជាអ្នកទៅវិញដៃគូណាត់ជួបដែលបងប្រុសចាំងណែនាំមកគឺអ្នកមែនទេគុណភាពទីផ្សារណាត់ជួបឥឡូវនេះពិតជាអន់មែនពួកគ្មានបានការក៏ហ៊ានមកណាត់ជួបដែរបើដឹងមុនថាជាអ្នកទេខ្ញុំមិនមកទេខាត់ពេលវេលាមកដល់ហើយយ៉ាងហោចណាស់ក៏ស្វែងយល់បន្តិចទៅផ្ដល់ការបំភ្លឺដល់អ្នកកណ្ដាលផងលែងដៃខ្វក់របស់ឯងភ្លាមបំភ្លឺអីគេឯងគ្រាន់តែជាអ្នកដឹកជញ្ជូនអាហារស្អុយមួយមិនសមនឹងមានសង្សារទេថ្ងៃនេះនាងមិនបានពាក់អាវទ្រនាប់ទេអាហេអាយ៉ារបស់ថោកទាបដូចឯងនេះឲ្យដោយឥតគិតថ្លៃក៏ខ្ញុំមិនយកដែរលេងរកថ្លៃធ្នូអីឯងនិយាយពីអីហ្នឹងអាឡេវស្អុយម្នាក់ហ៊ាននិយាយស្ដីឲ្យខ្ញុំបើខ្ញុំទីមិនខុសទេមូលហេតុដែលថ្ងៃនេះនាងមិនបានពាក់អាវទ្រនាប់គឺចង់ប្រញាប់ទៅបើកបន្ទប់ជាមួយបុរសចំណាស់ម្នាក់មែនទេឯង
anh chụp choប្រកាន់ខ្ញុំភ្លាមអ្នកណាថាខ្ញុំមិនពាក់អាវទ្រនាប់លោកសៀតើយើងនៅតែបន្តតាមផ្លូវស្ថានីយ៍ទេវាងផ្លូវទៅវិញទៅល្អព័ត៌មានថ្មីឥឡូវនេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមផ្លូវឈុនសានរថយន្តដឹកទំនិញមួយគ្រឿងបានបុករថយន្តតូច4គ្រឿងជាប់គ្នាដោយសារតែហ្វ្រាំងខូចបណ្ដាលឲ្យមនុស្ស8នាក់ស្លាប់ពិតជាត្រូវដូចដែលគាត់បាននិយាយមែនបើដូច្នេះមែនគាត់ពិតជាមានសមត្ថភាពអាចទីអនាគតបានបត់ត្រឡប់ទៅរកវាងស៊ីភ្លាមល្អបត់ត្រឡប់ឲ្យលឿនខ្ញុំបង្កាច់បង្ខូចឯងពេលព្រឹកនៅតែទៅលេបខាយជាមួយថៅកែហាងលក់ឆ្នោតពេលរសៀលទៅរកបរិសចំណាស់ហើយក៏បន្ទប់ឯងពិតជាមិនឲ្យខ្លួនឯងទំនេរមួយផ្លែតសោះឯងជាមនុស្សថោកទាបឯងនៅស្ងៀមទៅត្រូវគេលាតត្រដាងការពិតហើយគ្មានសមត្ថភាពដោះសារទេចង់លើកដៃវីមនុស្សហើយមែនទេលោកសារអគ្គនាយកលោកមកដោយរបៀបណាតើអ្នកគ្រប់គ្រងហាងនៃណាលោកសារអគ្គនាយកមនុស្សនេះជាប្រមាថភ្ញៀវរបស់យើងសិលធម៌អន់ថយចរិយាខុសដាក់ឈ្មោះគាត់ក្នុងបញ្ជីខ្មៅជាអចិន្ត្រៃយ៍របស់ទីកន្លែងយើងបាទហេតុអីទៅនេះជារបស់ខ្ញុំតាលេងខ្ញុំទៅអូលោកខ្ញុំសុំទោសខ្ញុំសូមអភ័យទោសម្ដងទៀតខ្ញុំនឹងចេញថ្លៃកាហ្វេនេះឲ្យលោកពិតជាគួរសំពេចហើយខ្ញុំដឹងថាលោកវាងមានសមត្ថភាពអស្ចារ្យយប់ស្អែកមានការដេញថ្លៃត្បូងថ្មខ្ញុំចង់អញ្ជើញលោកវាងទៅជួយមើលឲ្យផងបានទេការដេញថ្លៃត្បូងថ្មសូមអញ្ជើញថ្មរ៉ៃចុងក្រោយតម្លៃដេញថ្លៃចាប់ផ្ដើម5លានកំណប់បែបនេះបែរជាគ្មានអ្នកត្រូវការបើដេញថ្លៃយកបានលោកនឹងក្លាយជាអ្នកមានខ្ញុំរីករាយណាស់វ៉ាផលិតផលល្អច្រើនណាស់នារីស្រស់ស្អាតច្រើនម្ល៉េះហាក់ដូចជាកំពុងតែកាត់ទោសខ្ញុំជាសាធារណៈអីចឹងបងស៊ូមើលលឿនបងស៊ូកងដៃនោះស្អាតណាស់បងសង្ហាធូបកាយយកនេះស្រស់ស្អាតមែនបងមិនបានថាចង់ទិញអំណោយឲ្យអូនទេអីខ្ញុំគិតថាវានេះល្អហើយមិនក៏អាថោកទាបនេះមកទៀតហើយមិនក៏ខ្ញុំជួបតែឯងអាថោកទាបស្អុយរលួយនេះគ្រប់កន្លែងអីចឹងដូចខ្មោចវង្វេងមិនទៅណាឯងមកទីនេះធ្វើអីអ្នកដែលដូចខ្មោចវង្វេងមិនទៅណាគឺឯងទេដឹងមិនក៏មានឯងគ្រប់កន្លែងអីចឹងអាយ៉ាទើបតែបាត់មុខពាក់កណ្ដាលថ្ងៃសោះមិនក៏បដូរប្រកផ្សេងទៀតហើយឯងពិតជាថោកទាបមែនឯងសន្តិសុខនៃណាដេញមនុស្សម្នាក់នេះចេញទៅចាំសិនហេបើកភ្នែកឯងមើលឲ្យច្បាស់ទៅលិខិតអញ្ជើញយើងត្រូវបានគេអញ្ជើញមកទីនេះអូមលិខិតអញ្ជើញនេះមិនបានការទេខ្ញុំជាមិត្តស្រីរបស់អ្នកគ្រប់គ្រងទីកន្លែងនេះសន្តិសុខម្នាក់នេះលួចរបស់គេហើយចាប់គាត់មកឲ្យខ្ញុំតើអ្នកឯងធ្វើអីហ្នឹងមើលទៅ